Ok គ្នាយើងឥឡូវនេះមកដល់ផ្លូវប្របែកទៅទឹកជ្រោះប៊ូសាននឹងផ្លូវនឹងណាមលានឹងឯណាគ្នាអូខេម៉ៃម៉ូតូ so ចាំមើលខ្ញុំនឹងថតឲ្យអ្នកគ្នាមើលទីពេលខ្ញុំទៅដល់ទឹកជ្រោះប៊ូស្រាអញ្ចឹងណាអូយសមុទ្រមណ្ឌលគិរី Oh my godness សមុទ្រមណ្ឌលគិរីអូយសានណាអូយយប់ឡើងជិះភ្លើងអូយយប់មិញ1 ម៉ោងណាអែហ្មងយប់ឡើងគេបើកភ្លើងយ៉ាងគ្រប់ជួយសួរនិងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ថ្មីមកកាន់ភាគទី4នៃដំណើរកម្សាន្តដោយម៉ូតូរបស់ខ្ញុំទៅកាន់ខេត្តមណ្ឌលគិរីសម្រាប់ថ្ងៃទី1គឺពួកខ្ញុំបានទៅទស្សនាបានច្រើនកន្លែងគួរសមបូកចុះបូកឡើងដូចជាបានដល់ទៅ4-5 កន្លែងដែរហើយសម្រាប់ថ្ងៃទី2នេះគឺទីតាំងទស្សនាទី1របស់យើងគឺពួកយើងបានទៅលេងនៅឯតំបន់ភ្នំធម្មជាតិណាមលាវអាប់ដេតឲ្យអ្នកនរគ្នាបន្តិចគឺពួកយើងចំណាយពេលដល់ទៅ1 ម៉ោងជាងទៅមកដល់អញ្ចឹងណាដោយសារតែផ្លូវរៀងក្រហមអញ្ចឹងណាហើយពួកយើងជិះលឿនអត់បានយើងមកលេងបានតែប្រហែលជា30 នាទីយើងត្រូវបកទៅប៊ូស្រាវិញអញ្ចឹងណានេះអ្នកទាំងអស់គ្នាគឺជាទស្សនវិជ្ជានៅឯតំបន់ភ្នំណាមលាវខ្ញុំសង្ស័យទឹកហូរមិញហ្នឹងគឺប្រហែលជាអាចនឹងមកពីខាងម្ដុំទឹកជ្រោះប៊ូស្រាដែរអញ្ចឹងណាហើយសម្រាប់คลิปបន្តគឺខ្ញុំនឹងអត់បញ្ចូលសលេងទេព្រោះដោយសារតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់លក្ខណៈបែប ASMR គឺឮសលេងខ្យល់ហើយនឹងអារម្មណ៍ដែលពេលដែលខ្ញុំបានទៅដល់នៅតំបន់ហ្នឹងពីព្រឹកអញ្ចឹងណាអ្នកទាំងអស់គ្នាTrong lòng nó mẹ reaction ប៉ិតស្អាតស្លាញ់ឯងហ្នឹងអញ្ចឹងទៅក៏អង្គុយនៅមើលនៅនឹងយូរតិចសម្រាប់ភ្នំថ្មធម្មជាតិណាមលាវនេះដែរនៅពេលដែលឡើងហ្នឹងខ្ញុំចាំបានដូចជាខ្ញុំឡើងល្បាក់20 នាទីប៉ុន្តែពេលដែលចុះវិញគឺលឿនទេអ្នកនរគ្នាចុះវិញគឺយើងប្រើកម្លាំងទប់វិញគឺចុះលឿនហើយជា10 នាទីគឺពួកខ្ញុំបានទៅដល់ខាងក្រោមវិញអញ្ចឹងណាប៉ុន្តែគាត់ថារៀងមានសភាពល្អបន្តិចប៉ុន្តែមិនជាថ្មីទេដោយសារតែទស្សនវិជ្ជាខាងលើទាំងឡើងទាំងចុះគឺស្អាតមែនតើអញ្ចឹងគឺវាស័ក្តិសមតម្លៃហ្នឹងឯងគ្នាយើងបានមកដល់ក្រោមវិញអញ្ចឹងចាំមើលជួបគ្នាបន្តទៀតនៅទឹកជ្រោះប៊ូស្រាហ្នឹងឯងអ្នកនរគ្នាយើងបាច់មកជួបគ្នាតាមផ្លូវវិញហើយនេះគឺជាសភាពផ្លូវដែលចេញពីភ្នំធម្មជាតិណាមលាវទៅកាន់ទឹកជ្រោះប៊ូស្រាអញ្ចឹងគឺមានដីក្រហមនៅឡើយទេអូខេគ្នាយើងប្រហែលជា7 ម៉ោងគឺពួកយើងបានមកដល់រមណីយដ្ឋានទឹកជ្រោះប៊ូស្រាហើយអត់ទាន់បានបាយចូលពោះមកគ្រាប់ទេប៉ុន្តែចារីករាយមែនតើអូខេអញ្ចឹងមានន័យថាផ្លូវចូលយើងចូលតាមនេះតែពេលយើងទៅវិញយើងទៅតាមនេះយើងទៅតាមនេះវិញយើងបរោះទៅតាមនេះវិញអត់មានជីវជ្រះណាណូ Hello បងខ្ជូតែនេះដាក់មើលខ្ញុំតែ2នាក់ឯងបងខ្ញុំអត់ល្បីមើលមកទៀតបងធ្វើម៉េចសូមរងចាំតិចចាអត់កូនបងមុននឹងទៅមើលទេសភាពដាក់នំជាមួយនឹងបាយទេគេទៀតមិញទិញតែនំហ្នឹងណែទិញនំពុំតែការនំពុំទៅដល់កូនតែគឺអូនដាក់កាហ្វេហ៎ភ្លៀកភ្លួឯងទាញលេខស្អាតរបស់គេអស់ហើយ
អូខេគ្នាយើងឥឡូវនេះខ្ញុំបានមកដល់ទឹកជ្រោះហើយយើងទៅមើលអង្គុយនៅម្ដុំកាហ្វេទឹកខ្មៅហ៎យ៉ាសម្រាប់คลิปបន្តគឺខ្ញុំនឹងអត់បញ្ចូលសលេងទេអ្នកទាំងអស់គ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់សលេងទឹកធ្លាក់នៅខាងតំបន់ទឹកជ្រោះប៊ូស្រាហ្នឹងអញ្ចឹងណាអូខេអង្គុយឈៀលចោឈៀលឡើងគឺដល់ម៉ោងទៅផ្ទះហើយគឺត្រូវធ្វើដំណើរពីទឹកជ្រោះប៊ូស្រាមកកាន់ភ្នំពេញវិញហើយអ្នកទាំងអស់គ្នាហើយយ៉ានេះគឺជាទស្សនវិជ្ជាតាមផ្លូវដែលខ្ញុំបានចេញពីក្រុងសែនមនោរម្យមកកាន់ក្រុងភ្នំពេញហើយអាចទៅហើយឆ្លៀតបានឃើញទំនប់សែនមនោរម្យហើយនឹងទំនប់សុខដុមគេនេះស្អាតញាក់ហ្មងអ្នកទាំងអស់យើងគឺមានភ្នំមានទឹកយ៉ាងឡើងដូចសមុទ្រអញ្ចឹងនេះដូចជាមកដល់ខាងមេមត់ហើយដូចជាហួសកាចេះហើយអ្នកទាំងអស់គ្នាហួសកាចេះហើយ yes ហើយបងវត្តគឺគាត់ត្រូវនៅផ្ទះគាត់សិនហើយខ្ញុំគឺត្រឡប់ទៅភ្នំពេញវិញតែឯងហេបងវត្តដល់ម៉ោងចូលផ្ទះហើយអ្នកទាំងអស់គ្នាដល់ម៉ោងខ្ញុំដល់ម៉ោង solo ហើយវត្តរើវ៉ាន់ហើយអ្នកយើងអត់បានបងមិនបន្ទាប់ពីជូនបងវត្តមកដល់ផ្ទះគាត់គឺយើងត្រូវបាច់ទៅភ្នំពេញវិញដោយលក្ខណៈ solo ហើយនេះគឺជាទស្សនវិជ្ជាថ្ងៃលិចនៅតាមផ្លូវនៅតំបន់ត្បូងឃ្មុំណាបងប្អូនគ្នាស្អាតមែនតើហើយខ្ញុំបានមកដល់ភ្នំពេញវិញនៅវេលាម៉ោង 8 យប់ដោយសុខសុវត្ថិភាពហើយក៏អរគុណអ្នកទាំងអស់គ្នាដែរដែលតាមដានវីដេអូនេះពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណ